បាទអញ្ចឹងចាប់តាមទៀតណាអញ្ចឹង basic on computer អញ្ចឹងយើងចង់ឲ្យវាកណ្ដាលយើងចុចទៅលើ center ហើយបើសិនណាជាយល់ល្អអ្នកនរគួរតែ enter វាចុះហើយបាទហើយនេះដាក់ឲ្យវាមកផ្នែកខាងឆ្វេងហើយចំណែកនេះយើងចង់ឲ្យវាមានបន្ទាត់ពាត់វាគឺយើង select ទៅលើវាហើយអ្នកនរនេះចុចទៅលើ page layout អត់សំទោស home page border ណានេះ page border របស់វា border and setting ហ្នឹងបាទហើយយើងដាក់ស៊ុំវាធម្មតាប៉ុន្តែយើងដាក់តែផ្នែកខាងលើហើយនិងផ្នែកខាងក្រោមទេអត់ដាក់កណ្ដាលដល់ឆ្វេងស្ដាំហ្នឹងអូខេមកចេញនេះហើយផ្នែកខាងក្រោមនេះគឺយើងឲ្យវាមកខាងផ្នែកខាងឆ្វេងហើយយើងចែកវាជាកលឹមបាទចែកវាជាកលឹមនេះចែកជាកលឹម1 2តាមពិតអ្នកនរនេះទៅវាយនេះសិនណាបាទប៉ុន្តែខ្ញុំជឿប្រាប់ដោយសារយើងរៀនពីវាហើយអញ្ចឹងកលឹមវាមាន3កលឹមបានថា3ប្រឡោះពាក្យថាកលឹមគឺយើងចែកជាប្រឡោះបាទប្រឡោះ2ប្រឡោះ3ប្រឡោះអូខេអញ្ចឹងដើម្បីកលឹមយើងចុចទៅលើ insert យកពាក្យថាកលឹមបាទ insert កលឹមបើមិនចឹង page layout កលឹមនេះកលឹមបាទអញ្ចឹងវាមាន2កលឹមវាមាន3កលឹមហើយស្រេចហ្នឹងនេះបើអ្នកនរឃើញ mode វាណាតែចង់បានលើសពី3កលឹមត្រូវធ្វើមិនតោះចុចទៅលើ more កលឹមបាទ more កលឹមមកអ្នកនរចង់បានប្រមាណអ្នកនរវាយចូល number of កលឹមចង់បាន5កលឹមវាយលេខ5ចូលទៅវាចែកជា5បាទក៏ប៉ុន្តែសូមបញ្ជាក់ដែរថាអ្នកនរគ្នាកុំភ្លេចណារឿងដាក់ user នៅចំណុចដែលចាប់ផ្ដើមរបស់វាណាដាក់អញ្ចឹងហើយយើងរើស mode កលឹមមកបន្ទាប់មកអានេះគឺតាក់ទងជាមួយនឹងទំហំរបស់កលឹមនេះទំហំ y របស់វា y គឺទៅតឹងកលឹមនេះកលឹមទៅតឹងហើយ spacing បានថាកម្រិតរបស់វាអាប្រឡោះកណ្ដាលនេះបាទហ្នឹងអត់អីចាំសេរីតាមក្រោយក៏បានដែរចំណែក apply to នេះបានថាបើយើងដាក់ whole document ឯកសារដែលយើងវាយនៅខាងលើទាំងប៉ុន្មានវិញយកមកញែកជាកលឹមនាំឲ្យធ្វើឲ្យវាញែកមកអូខេមកខ្ញុំវិញយកមកញែកជាកលឹមនេះវាធ្វើឲ្យវាញែកញ៉ៃបាទ control z undo អញ្ចឹងយើងដាក់ cursor នៅកន្លែងណាដែលយើងចង់បង្កើតនេះឲ្យលោកលុបនៅកន្លែងហ្នឹងហើយបន្ទាប់មកយើងចុចទៅលើបាទកលឹមនឹងដដែលប៉ុន្តែ apply to នេះយើង complete យក this point forward បានថាឲ្យវាចាប់ដើមនៅចំណុចណាដែលយើងដាក់ cursor នៅអូខេមកឃើញទេអូខេអានេះគឺ y ទៅទៅមកវាចំណែកនេះគឺជា distance បានថាជាកម្រិតឬក៏ spacing របស់វាណាបាទអញ្ចឹងបើ spacing នោះវាធំពេកអ្នកនរអាច click លើវាទាញវាបានប៉ុន្តែកលឹមនេះវាអត់មានបន្ទាត់នៅខាងក្នុងហ្នឹងណាបាទកលឹមរបស់គេមានបន្ទាត់នៅខាងក្នុងបាទកលឹមរបស់គេមានបន្ទាត់នៅខាងក្នុងបាទអញ្ចឹងកុំភ្លេចចុចទៅលើ line between មក line between ដើម្បីមានបន្ទាត់នៅកណ្ដាលនេះកាត់មកវាអូខេមកបាទប៉ុន្តែអ្នកនរគ្នាមើលអត់ទាន់ឃើញបន្ទាត់នៅឡើយទេបាទតោះតែយើងបញ្ចូលទិន្នន័យមកដល់ទាំងនេះសិនអញ្ចឹងយើងចាប់ផ្ដើមបញ្ចូលមកដូចជាអីគេ hardware software បាទអីគេផ្សេងបន្តមកទៀតមកអញ្ចឹងអត្ថបទយើងវាយចូលទៅហើយបន្តមកទៀតយើងចង់ឆ្លងកលឹមចង់ឆ្លងកលឹមណាដល់នឹងត្រូវចុច control alt control shift enter បាទដើម្បីឆ្លងគឺយើងចុច control បូកជាមួយនឹង shift បូកជាមួយនឹង enter ហើយបើសិនណាជាអត់ចុចអាហ្នឹងទេទិន្នន័យហ្នឹងវាវាយទៅរៀនហ្នឹងតរហូតតទៅដល់ក្រុមអស់បានវាលោតមកដល់ឡើងលើនេះព្រមអត់បានទេព្រមទៅអង្គុយដល់បូក click លើវាយល់ទេបាទគាត់ចុចវា2ដងចេះចុចជាងថាឃើញវាចុចហើយវាអត់ឡើងមកទេបាទអញ្ចឹងដល់នេះវាយទិន្នន័យទុកមុនទៅហើយក៏បានដែរចំពោះអត្ថបទ2នេះចំពោះអានេះហើយណានេះតែផ្នែកខាងនេះវិញយើងវាយទុកមុនវាធ្វើឲ្យយើងពិបាកកន្លែងនេះណាបើពីនេះវាយទុកមុនដល់ពេលហើយយើងចង់ដាក់ symbol របស់វាបាទនេះគេដាក់ bullet ហើយនេះគេដាក់ number ហើយចំណែកនេះគឺយើងដាក់ page style របស់វាបាទអញ្ចឹងយើង select ទៅលើវាមកបន្ទាប់មកអ្នកនរចុចទៅលើ home នេះយើងមើល mode អានេះ mode bullet របស់វាបាទ bullet គឺការដាក់និមិត្តសញ្ញាហើយបើសិនណាជាមាននិមិត្តសញ្ញានឹងស្រាប់ៗវាអត់បញ្ហាទេតែបើសិនណាជាអត់មានវិញទៅមិន
là đó nên tôi cho từ define new valid define new valid hết là đó nên tôi cho từ symbol từ hồ nên hồ ở trên khoa đề của việc ở đó chúng ta pro thì bây giờ ok không trong bên vô pro nó một là ok ở chúng ta nếu với chúng ta môi pi bay mình ra ấy và nhưng lại từ lừa bia máu nhưng cho từ lừa nằm ở môi pi bay rồi có những trong ban lịch máy cho từ lừa define new valid hay là đó nên đồ phần việc và máy còn tay không bị đặt máy ở Unicode đặt bán thì còn bình luôn được đấy và chẳng to nhưng do mình luôn ai này limun S1 S2 S3 limun là cái này dùng prá với limun S1 này sai với mà không bị cái limun tu chứ sai rồi vô một phẩy phì còn tay về là đạo limun bị trên khăn này là ra chơi chẳng như lô mà khăn mình chào rồi ok má rồi cái trong ban chơi với những pra rồi cái pra kia với những pra control out nha còn gì tới toàn nó toàn những con limun nữa nè mà ok má mình chỉnh mua đi bảy được chỉnh lại còn đấy hay trong slow mà một tiết thì control out enter thì là control shift enter và cho anh ấy ở trái cả lịch pram về chuyện đấy anh ấy dương trái cả style rồi mà đó và style là đó nên một đồ vào biết môi phía trong đường miền Aចំណុច A ហើយក្នុងចំណុច A វាមាន1ទូច2ទូចក៏វាមួយទៀតមិនចឹងណាបាទអញ្ចឹងបើសិនណាយើងចង់បានម៉ូតអញ្ចឹងយើងអាចធ្វើវាបានអញ្ចឹងជួនកាលអ្នកខ្លះក៏អត់ចង់បានអញ្ចឹងទេគាត់ចង់បានអានេះមួយរ៉ូម៉ាំងហើយអានេះ A ណា A ហើយបានអានេះមួយទូច2ទូចឧទាហរណ៍អញ្ចឹងវិញចឹងឥឡូវនេះយើងចង់បានមួយរ៉ូម៉ាំងវិញឧទាហរណ៍ណាបាទយើងអញ្ចឹងយើងដាក់ cursor lạiនឹងហើយយើងចុចទៅលើ home ដដែលបណ្ដាយើងយក style ទី3របស់វាគឺបាទគេថា multi level list អញ្ចឹង multi level list អ្នកនរគ្នាមើល style ដែលមានស្រាប់ៗរបស់វាបើអត់ពេញចិត្ត style ទាំងអស់ហ្នឹងទេអ្នកនរគ្នាចុចទៅលើ new define level ទៅ new define level នេះគឺបានថាយើងធ្វើវាដោយខ្លួនឯងបាទអញ្ចឹងយើងមើល style ទី1យើងចង់បាន mode អីបាទ style ទី1ខ្ញុំចង់បាន mode មួយរ៉ូម៉ាំងធំហ្នឹងហ៎មិនខ្ញុំនិយាយបាទអញ្ចឹងយើងដូរយកមួយរ៉ូម៉ាំងធំហើយ font វាអានេះ mode font ហ្នឹងគឺមួយរ៉ូម៉ាំងវាត្រង់អញ្ចឹងបើយើងចង់ឲ្យវាមាន slow ទៅអីទៀតអ្នកនរគ្នាត្រូវចុចដូរ style ដូរ font វាជាទូទៅ font Times New Roman ណាបាទ font នេះបាទ style វា11ឬក៏12អញ្ចឹងមកអូខេមកបាទអញ្ចឹងឃើញមួយរ៉ូម៉ាំងគឺមានក្បាលទេបាទ style ទី2អ្នកនរគ្នាចង់បានអីអញ្ចឹង style ទី2យើងចង់បាន AB ឬក៏ចង់បានមួយទូចបាទអ្នកនរគ្នាមើល mode របស់វាមួយតូចឬក៏ AB ធំបាទតែចិត្តឥឡូវដល់ style ទី2យើងចង់បាន AB ជាអក្សរធំអញ្ចឹងចុច mode AB ធំ style ទី3យើងចង់បាន1 2ជាលេខតូចវិញ A1 A2 A3 អញ្ចឹងអូខេបាទអញ្ចឹងនេះយើង set 3 style បើសិនណាយើងចង់បាន4 style ចុចទៅលើវា4 style តែបើចង់ប្រើតែ3ដែរហើយអូខេមកចាប់ផ្ដើមទី1សេចក្តីប្រើមួយយ៉ាងទៅ introduction អញ្ចឹងនៅក្នុង introduction វានៅដល់ enter មកវាចេញទី2ហើយប៉ុន្តែយើងអត់ចង់ប្រើទី2ទេយើងចង់ប្រើចំណុច A ធំអញ្ចឹងអ្នកនរប្រើ tab ចូលដើមបន្ទាត់ហើយបើ tab មួយទៀតចេញអត់មកចា level ទី3ហើយបើចង់ back មកវិញចង់ត្រឡប់មកវិញគេចុច control shift គេចុច shift enter shift tab shift ចូលដើមបន្ទាត់បាទបានថាចុច shift នេះចុច shift នេះជាប់ហើយចុច tab នេះអា tab នោះគឺ tab ចូលដើមបន្ទាត់យើងចុច shift ចុច tab បាទនឹងត្រឡប់មកវិញតែបើសិនណាគេចង់ទៅមុខគឺចុច tab ទេបាទអញ្ចឹង A ធំបាទគឺថា introduction ឬនិយាយអំពី lesson 1បាទអញ្ចឹងនៅក្នុង lesson 1វាមានអីគេវាមានcreate macro ទៀត
enter មកប៉ុន្តែនៅកន្លែងនេះយើងចាប់ដើមនិយាយពីអត្ថន័យរបស់វាហើយអញ្ចឹងយើងអីគេ enter ដើម្បីសុំទោសយើងចុច backspace គឺលុបបាទ backspace គឺលុបបាទបានន័យថាយើងចង់សរសេរអត្ថន័យរបស់វាសិនអញ្ចឹងចុច backspace លុបវាចោលមកបាទហើយយើងចូល tab យើងចាប់ដើមមក macro គឺជាអីចឹងទៅបន្តមកចំណុចទី2ធំនិយាយពីអីអញ្ចឹងអ្នកនរគ្នាចង់បានលេខ2អញ្ចឹងយើងធ្វើមិន shift tab អត់ទេអត់ទៅបាទអញ្ចឹងចង់បានចំណុចទី2ធំអ្នកនរគ្នាចុចអីគេចុចអាហ្នឹងដដែលចុច home នេះហើយចុច style ហ្នឹងមកនេះ style ដែលយើងបាន set មុនគេហ្នឹងវានៅលើហើយអាណាដែលយើងកំពុងតែប្រើគឺវានៅលើហើយយើង click លើអាហ្នឹងមកវាដើរ click លើអាហ្នឹងធម្មតាមកវាដើរបន្តមកយើងចុច tab ចូលដើមបន្តទៅបាទទី2យើងនិយាយអំពីអីគេបាទ create insert symbol insert symbol បាទបន្តមកយើងចុចលុបវាទៀតឲ្យសរសេរចូលអីគេជា insert ដល់ពេលចង់បាន size នឹងបន្តទៀតចុចអាហ្នឹងទៀតណា current level បាទអញ្ចឹងយើងចុច shift tab back វាមកទី3ឬក៏ជប់ប្រើហើយយកទី2វិញនេះអានេះ A អានេះ B បាទនិយាយពីអី relation to វិញហ្នឹងបាទបន្តមកនិយាយពីអីហើយបើចង់បានលេខ1ធំលេខអីអ្នកនរគ្នាត្រូវតែ enter មកអ្នកនរគ្នាចុច shift tab ទៀតណាបាទលេខ2ធំយល់បានទេបងណាប៉ុន្តែនៅរបៀបផ្ដាច់វាវិញនៅរបៀបផ្ដាច់បន្ទាត់នេះឃើញទេនៅផ្នែកខាងក្រោមនេះគឺវាឡើងមាននេះទៀតហើយនៅផ្នែកខាងក្រោមនេះគឺវាឡើងមាន column ទៀតហើយអញ្ចឹងខាងក្រោមនេះគឺគេផ្ដាច់ column វាចោលបាទអញ្ចឹងដើម្បីផ្ដាច់ column វាគឺគេដាក់ cursor នៅខាងក្រោមគេបង្អស់បាទដាក់ cursor វានៅខាងក្រោមគេបង្អស់ហ្នឹងបន្តមកបើថាយើងចង់ផ្ដាច់ពីត្រឹមហ្នឹងទៅគឺយើងចុចទៅលើ page layout ចុចទៅលើ column យកពាក្យថា more column ហើយយើងយកណាំហើយ apply to យើងយកពាក្យថា this point forward ដូចគ្នាយល់ទេបានន័យថាឲ្យវាផ្ដាច់ column ចាប់ពី cursor ស្ថិតនៅអញ្ចឹង cursor ស្ថិតនៅគឺដាក់នៅកន្លែងនេះអូខេមកវាផ្ដាច់អញ្ចឹងខាងលើនេះ column អាបងនេះអត់មាន column ទេហើយចំណែករូបខាងក្រោមនេះគឺជារូប clip art ដែល clip art ហ្នឹងជាទូទៅវាមាននៅក្នុង version ចាស់ឈ្មោះរបស់វាគេហៅថា clip art ប៉ុន្តែរបស់យើងនៅក្នុង version 3វាអត់មានអញ្ចឹង clip art ហ្នឹងអ្នកនរគ្នាអាចទៅ search តាម Google អ្នកនរគ្នាចូល website របស់ Google អ្នកនរគ្នាវាយពាក្យ clip art បាទ clip art picture មកបាទអញ្ចឹងពេលនោះវានឹងចេញ clip art picture បាទប៉ុន្តែគាត់ថារូបដូចមិនដូចគឺការវាប្រែប្រួលដែរណាអញ្ចឹងយើងអាចដូរវាទៅតាមហ្នឹងហើយនៅក្នុង clip art ហ្នឹងវាមានអក្សរផ្ដេកជាមួយនេះអក្សរនេះ listen អីចឹងទៅអាហ្នឹងគឺយើងវាយអក្សរធម្មតាយើងយក text box insert តែដល់នេះយក text box ណានេះ save យក text box ហ្នឹងមកគូយើងវាយអក្សរវាធម្មតាទេតាមពិតវាយអក្សរពីឆ្វេងទៅស្ដាំនេះប៉ុន្តែគាត់ថាបើសិនណាជាយើងចង់វាយពីក្រោមទៅលើទៅក្រោមតែដល់ចូលទៅក្នុង format យើងហៅមើល text direction របស់វាបាទឈ្មោះរបស់វាគឺ text direction ប៉ុន្តែគាត់ថាខ្ញុំវាយពីអាច click តិចដែរក៏តែអង្គុយរាវបន្តិចណា alignment នេះ breadth តិចទេបាទនេះអូខេនៅក្នុងយក text box មកគូមកចុច format មាន text direction ចុចទៅលើវាមកវាដូរឲ្យយើងអូតូទៅអានេះវាយអក្សរពីឆ្វេងទៅស្ដាំពីផ្ទះទៅចឹងអានេះពីក្រោមឡើងលើនេះអញ្ចឹងមើល mode របស់វាមកយើងវាយទៅដល់នេះចុចវាសាកទៅអានេះវាយអក្សរពីឆ្វេងទៅស្ដាំអានេះបញ្ជាក់អញ្ចឹងពីលើទៅក្រោមអានេះពីក្រោមឡើងទៅលើវិញយល់ទេបាទវាយប្រទេសបាទហើយតមកទៅម៉េចផ្ដាច់បន្តទៅចោលផ្ដាច់ស៊ុំវាបាទ select ទៅលើហ្នឹងមកហើយនៅក្នុង format ហ្នឹងស៊ុំរបស់វាគឺគេហៅថា save outline ទៅលើ save outline យកពាក្យថា no outline បាទប៉ុណ្ណឹងចប់ហើយ
អត់ទៅចុចនេះបាទគ្រាន់តែរូបទេពេលយើង print មកវាអត់ចេញទេ